ជំរាបសួរលោកគ្រូខ្ញុំឈ្មោះទុំចាញ់សូនេតាថ្ងៃនេះខ្ញុំមកនិយាយអំពីការប្រើប្រាស់ជាមួយនឹងផាយជាដំបូងខ្ញុំធ្វើការ SX ពី Linux មកកាន់ PowerShell សិនចូលចំណុចដំបូងបន្ទាប់គឺខ្ញុំធ្វើការ check មើលបង្ហាញនៅឈ្មោះ user ដែលកំពុងផុសភាសលើហ្នឹងដូចយើងsẽ comment ថា who am I ចឹងខ្ញុំឈរនៅលើឈ្មោះទុំចាន់សូណាតាបន្ទាប់មកទៀតខ្ញុំធ្វើការ check ថាខ្ញុំមាន file អីគេខ្លះនៅក្នុងកុំព្យូទ័រហ្នឹងអញ្ចឹងដំបូងប្រើ command alt s l ចឹងfile ដែលខ្ញុំបានបង្កើតទាំងអស់គឺវាបាន show នៅលើនេះទាំងអស់ហើយបន្តមកទៀតគឺខ្ញុំធ្វើការចាប់យក file តែ3ទេដែល file តែ3ហ្នឹងគឺខ្ញុំចាប់យក file ដែលនៅលើគេមានន័យថាខ្ញុំចាប់យក file តែ3ទេនៅលើគេហ្នឹងហើយខ្ញុំប្រើ command ls l យើងផាយប្រើសញ្ញាផាយមកហើយយើងប្រើ head 3ចឹងឈ្មោះ file ទាំង3ដែលនៅលើគេតមកទៀតគឺខ្ញុំធ្វើការបង្កើតនៅ file ថ្មីហើយខ្ញុំនឹងសរសេរតន័យនៅក្នុង file ហ្នឹងខ្ញុំប្រើប្រាស់ជាមួយនឹង nano file ខ្ញុំឈ្មោះថា test.txt ចឹងតន័យខ្ញុំមានហើយស្រាប់ហើយខ្ញុំធ្វើការសរសេរបន្ថែមអូខេខ្ញុំធ្វើការសរសេរបន្ថែមទៀតមកខ្ញុំដាក់ថា student 6ពាក្យ okay ខ្ញុំ format វាឲ្យស្អាតតិចមកតមកទៀតខ្ញុំធ្វើការ save វាដើម្បី save វាបានចុច control O ចុច enter ហើយចុច control X តមកទៀតខ្ញុំត្រូវការបើក file ហ្នឹងថាវាចេញអត់ហើយ file ខ្ញុំបើកហ្នឹងគឺខ្ញុំចាប់យកតែឡានចំនួន3ទេដែលនៅខាងលើគេខ្ញុំប្រើ command ថា cat ឈ្មោះ file យើងហ្នឹងតែ .txt ហើយយើងប្រើសញ្ញាផាយមកហើយយើងចាប់យកដោយយើងប្រើ head ចាប់យកតែ3ឡានទេអញ្ចឹង file យើងចាប់យកតែ3ឡានគឺអានេះកន្លែងនេះខ្ញុំច្រឡំដាក់វា space អញ្ចឹងទៅខ្ញុំត្រូវការកែវាឡើងវិញខ្ញុំប្រើ nano តដែរមកnano តែ .txt នេះកន្លែងនេះគឺខ្ញុំបានដាក់ space ចង់វាចាប់យកទាំង space ហ្នឹងដែរចុះខ្ញុំធ្វើការកែវាឡើងវិញអូខេហើយយើងធ្វើការ save វាមក control O enter control X exit ហើយខ្ញុំធ្វើការចាប់យកតម្លៃហ្នឹងឡើងវិញតា .txt អស់សញ្ញាផាយមក head 3អូខេចុងឡានទាំង3ដែលយើងបានចាប់នោះមានប៉ុណ្ណឹងឧទាហរណ៍បើយើងចង់ចាប់ឡាន4ឡាន5ឡាន6យើងធ្វើការដក3ដក4 15 16អញ្ចឹងទៅអញ្ចឹងការងារខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ